ពីមុនបាទម្សិលមួយថ្ងៃខ្ញុំថតពេលថ្ងៃឥឡូវថតពេលជុំម្ដងគេឃើញទេបាទមានអីទៀតបាទផ្លូវខាងហ្នឹងត្រូវបានចតត្រូវបានឈប់អីហ្នឹងត្រូវបានចតត្រូវបានឈប់អីហ្នឹងហើយឥឡូវចឹងហ្នឹងមិនឃើញទេមានអីថាកើតឥឡូវមើលនេះសាជីដាក់ចឹងហើយផ្លូវអញ្ចឹងហើយឡានដាក់អញ្ចឹងហើយគេទៅអាម៉េចបាទពិតជាឆ្លៀតឱកាសមែនបាទចប់ហើយមើលកណ្ដាលផ្លូវអញ្ចឹងហ្មងត្រូវផ្លូវស្ដាំគេមានទៅកើតបាទបឹងតបែកបន្លាយហើយយើងថតពេលថ្ងៃឥឡូវយើងថតពេលជុំម្ដងបាទឥឡូវនឹងពេលជប់ប្រិមិត្តឃើញទេអានេះខាងស្ដាំយើងឥឡូវស្ដាំយើងទៅអត់កើតទេបាត់ស្ដាំហើយប្រិមិត្តនេះនៅសល់តែមួយប្លោះហើយឃើញទេបាទនៅមកជួបឹងតបែកហ្នឹងប្រិមិត្តឃើញអាញាធរបានដើរប្រាប់ដែរតែរថយន្តទាំងអស់ហ្នឹងមើលទៅដូចអត់ខ្លាចច្បាប់អត់ខ្លាចអាញាធរហើយលេងដាក់ចោលអញ្ចឹងមកមានអីទៀតទៅកើតប្រិមិត្តទៅបាទខាងនេះទៅស្ដាំគេខាងនេះបាទទៅស្ដាំគេខាងនេះហើយមើលប្រិមិត្តមើលហើយបើគេទៅស្ដាំគេខាងនេះឥឡូវយើងងាកមើលម៉ូតូវិញម្ដងបាទសួរថាណាថាបតៃហ៎បាទផ្លូវធ្វើសម្រាប់បើកបរផ្លូវធ្វើឡើងស្អាតលេងធ្វើអញ្ចឹងលេងដាក់អញ្ចឹងបណ្ដោយបាក់ពេកបាទសួរថាឯណាទៅបាទផ្លូវសម្រាប់បាទសម្រាប់បងប្អូនជាប្រវត្តិធ្វើដំណើរហើយសំទេប្រិមិត្តសំអត់បាទថ្ងៃមុនខ្ញុំថតម្សាហើយបាទឯនោះវិញគឺបោះសម្រាមចោលក្នុងលូនោះបាទប្រិមិត្តបាទអ្នកលូនោះបោះសម្រាមចោលក្នុងលូប្រិមិត្តនេះសម្រាមនេះបាទនេះបោះចោលចឹងហ្មងសម្រាមចោលក្នុងលូចឹងហ្មងបាទដល់ហើយប្រជាជនកម្ពុជារបស់ខ្ញុំហើយថ្ងៃណាពេលណាទៅបានយល់ដឹងអំពីបរិស្ថានបាទបោះចោលនៅក្នុងលូចឹងហ្មងបាទសម្រាមយកមកបោះក្តាំងនេះប្រិមិត្តស៊ូមតិចបាទបោះចោលក្តាំងឲ្យដើរធ្វើមិនដឹងបាទជីវករលក់នៅបឹងតបែកឥឡូវយើងងាកមកមើលលើផ្លូវបាទបឹងតបែកម្ដងបាទក្រោយពីអាជ្ញាធររដ្ឋបាលខណ្ឌបឹងកងធ្វើឡើងស្អាតហើយបាទយើងឃើញហើយបាទធ្វើឡើងស្អាតហើយឥឡូវយកម៉ូតូយកឡានពីមុនយកឡានแล้วថែមម៉ូតូទេបាទកែផ្សាយវិញផ្សាយច្រើនពេកដាក់ទាំងម៉ូតូដាក់ទាំងឡានបាទអត់មានផ្លូវស្ដាំទេអស់បាទនេះតែខ្ញុំជិះអត់មានផ្លូវស្ដាំផងហើយយើងងាកទៅស្ដាំគេបុកងាប់ទទួលត្រូវខ្លួនឯងទៅបើយើងស្ដាំយើងអត់មានយើងទៅស្ដាំគេហើយគេបុកងាប់អញ្ចឹងមានណាទទួលត្រូវខ្លួនឯងទៅបាទឆ្លៀតឱកាសបាទមើលទៅពិបាកប្រិមិត្តបាទមិនដឹងថាយើងត្រូវនិយាយយ៉ាងម៉េចបន្តទៀតទេប្រិមិត្តបាទឃើញបាត់ស្ដាំហើយចាំមើលគេមកក្នុងបាត់ស្ដាំគេដល់ហើយប្រិមិត្តពិចារណាតាមការគួរប្រិមិត្ត